ណែនាំសាច់អាំងបែបជប៉ុនមកកន្លែងទៀតដែលមកឈុតរបស់គេនឹងហ្មងគឺតម្លៃចាប់ពី 4-5 រៀលឡើងតម្លៃក៏សមរម្យបើនិយាយពីសាច់វិញគឺនៅស្រស់ឆ្ងាញ់ហ្មងសឹងនឹងថាសាច់អាំងហ្នឹងគឺគេប្រឡាក់គ្រឿងហើយស្រាប់ហើយដល់ពេលអាំងឆ្អិនញ៉ាំបានភ្លាមហ្មងចំពេលឥឡូវហ្នឹងនៅខាងគាត់ក៏មានប្រូម៉ូសិនទៀតគឺ discount 15% ហ្មងសម្រាប់ឈុតអាហារពេលថ្ងៃដល់ពេលចុងទៅគឺមកឈុតរបស់គេនឹងហ្មងបន្ទាប់ពី discount ហើយតម្លៃដល់5រៀលទេសម្រាប់ទីតាំងវិញគឺខ្ញុំបានមកញ៉ាំនៅម្ដុំបឹងកេងកងហាងបកនហ្នឹងគឺឈ្មោះហុកកេយ៉ាងគីនីគូគាត់មាន2សាខាគឺសាខាបឹងកេងកងផងជាមួយនឹងមួយទៀតហ្នឹងគឺសាខាកោណូរីខ្ញុំបង្ហាញនេះហ្នឹងគឺជាសាខាបឹងកេងកងនៅសាខានេះគឺគាត់រៀបចំចេញមកវត្តជប៉ុនលយមកទាំងការរៀបចំទាំងសវាហ្នឹងហើយនៅខាងគាត់ហ្នឹងគឺបើកចាប់ពីថ្ងៃត្រង់ទៅមកហើយនៅខាងគាត់ហ្នឹងក៏មានលក់ជាឈុតអាហារពេលថ្ងៃទៅដែរគឺតម្លៃចាប់ពី 4-5 រៀលឡើងអញ្ចឹងហើយនៅមានប្រូម៉ូសិន discount 15% មកតង់ទៀតគ្រាន់តែបង្ហាញការសិស្សឬមកក៏ការបុគ្គលិកនឹងបាន discount 15%មកសម្រាប់ប្រូម៉ូសិនហ្នឹងគឺមានទៅលើឈុតអាហារពេលថ្ងៃក្រៅពីសាច់អាំងហ្នឹងខាងគាត់នៅមានមនុស្សផ្សេងច្រើនជាងនឹងទៀតមានតាំងពីគៀវមានតាំងពីពងចំហុយបាននិយាយពីសាច់អាំងវិញក៏មើលតំណងដែរគឺគាត់ប្រឡាក់គ្រឿងហើយស្រាប់ហ្មងដល់ពេលចឹងទៅគ្រាន់តែដាក់អាំងគឺឆ្អិនញ៉ាំបានភ្លាមហ្មងសឹងនឹងថាបាយថាការទឹកជ្រលក់ទេគឺរសជាតិប៉ុណ្ណឹងមកល្មមឆ្ងាញ់ហ្មងជាពិសេសហ្មងគឺគ្រឿងសមុទ្រនៅខាងគាត់ពេលដែលញ៉ាំទៅគឺផ្អែមទន់ឆ្ងាញ់ហ្មងនៅស្រស់ៗទៀតបើសិនជាបងប្អូនមកតែញ៉ាំគឺខ្ញុំ recommend មែនតើហ្មងកំងជាឈុតដោយសារតែក្នុងឈុតហ្នឹងគឺមានតាំងពីទឹកស៊ុបមានតាំងពីសាច់មានតាំងពីបាយដែរអញ្ចឹងបន្ទាប់មកគឺកំងសាច់បន្ថែមមួយចានពីរចានទៀតទៅគឺញ៉ាំល្មមមកឆ្អែតហ្មងអញ្ចឹងសរុបមកបើបងប្អូនចង់ញ៉ាំសាច់អាំងជប៉ុនគឺអាចរើបាននៅកន្លែងគាត់នេះតម្លៃសមរម្យទេ